ចាសូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់ Channel ចំណេះដឹងសម្រាប់សុខភាពនៅថ្ងៃនេះ Channel យើងខ្ញុំនឹងធ្វើការណែនាំតាក់ទងជាមួយនឹងអត្ថប្រយោជន៍នៃផ្លែល្ហុងដែលល្អសម្រាប់សុខភាពនិងសម្រស់ល្ហុងគឺជាផ្លែឈើដ៏ពេញនិយមមួយរបស់ប្រទេសខ្មែរយើងដោយសារតែល្ហុងគឺអាចយកធ្វើជាម្ហូបនិងមានរសជាតិឈ្ងុយឆ្ងាញ់ហើយអាចទទួលទានទាំងនៅខ្ចីនិងពេលទុំតោះដូច្នេះអ្នកទាំងអស់គ្នាអាចចូលរួមតាមដានស្ដាប់ជាមួយនឹងខ្ញុំតាក់ទងជាមួយនឹងអត្ថប្រយោជន៍របស់ផ្លែល្ហុងដែលល្អសម្រាប់សុខភាពនិងសម្រស់សម្រាប់អត្ថប្រយោជន៍ទី1គឺជួយបង្កើនភាពស៊ាំនៃរាងកាយប្រព័ន្ធភាពស៊ាំគឺដើរតួនាទីជាខែលដែលអាចប្រឆាំងនឹងការឆ្លងមេរោគនានាដែលអាចធ្វើឲ្យយើងមានជំងឺល្ហុងតែមួយមុខគឺមានផ្ទុកនូវវីតាមីន C រហូតដល់ 200% នៃតម្រូវការប្រចាំថ្ងៃនិងអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់យើងកាន់តែរឹងមាំនិងល្អប្រសើរឡើងសម្រាប់គុណសម្បត្តិទី2គឺល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមផ្លែល្ហុងគឺជាជម្រើសនៃអាហារដ៏ល្អអស្ចារ្យសម្រាប់អ្នកដែលកើតជំងឺទឹកនោមផ្អែមព្រោះល្ហុងមានផ្ទុកនូវជាតិស្ករទាបជាមួយគ្នានេះផងដែរអ្នកដែលគ្មានជំងឺទឹកនោមផ្អែមក៏អាចទទួលទានផ្លែល្ហុងបានផងដែរដើម្បីអាចការពារពីការកើតនូវជំងឺទឹកនោមផ្អែមសម្រាប់គុណសម្បត្តិទី3គឺអាចជួយប្រឆាំងការរលាកសន្លាក់គឺជាជំងឺមួយប្រភេទដែលមានគ្រោះថ្នាក់ខ្លាំងបំផុតហើយការទទួលទានល្ហុងគឺជាជម្រើសដ៏ល្អមួយសម្រាប់ឆ្អឹងព្រោះល្ហុងមានផ្ទុកនូវគុណសម្បត្តិប្រឆាំងនឹងការរលាកព្រមទាំងផ្ទុកនូវវីតាមីន C ដែលអាចជួយក្នុងការរក្សាសំណុំបែបបត់ផ្សេងៗទៀតនៃរលាកសន្លាក់ទៀតផងរីឯគុណសម្បត្តិទី4គឺជួយកាត់បន្ថយនៅកូលេស្តេរ៉ុលល្ហុងគឺជាផ្លែឈើដែលសម្បូរទៅដោយជាតិសរសៃដែលអាចជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលនៅក្នុងឈាមបានផ្លែល្ហុងក៏មានផ្ទុកនូវអង់ស៊ីមដែលអាចជួយការពារអុកស៊ីតកម្មកូលេស្តេរ៉ុលកុំឲ្យត្រឡប់មកវិញនិងអាចជួយការពារការកាំងបេះដូងរីឯគុណសម្បត្តិទី5គឺប្រឆាំងនឹងភាពចាស់ផ្លែល្ហុងមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយគ្រប់គ្រងភាពចាស់វែងជាងវ័យបានគុណភាពរបស់ផ្លែល្ហុងគឺអាចជួយឲ្យយើងមើលទៅក្មេងជាងវ័យសម្រាប់គុណសម្បត្តិទី6គឺជួយកាត់បន្ថយការឈឺចាប់ពេលមុខរដូវស្ត្រីដែលកំពុងជួបប្រទះនឹងការឈឺចាប់ពេលមុខរដូវគួរតែទទួលទានផ្លែល្ហុងព្រោះល្ហុងមានផ្ទុកនូវអង់ស៊ីមដែលអាចជួយគ្រប់គ្រងនឹងការធ្លាក់ចុះលំហូរឈាមនៅអំឡុងពេលមុខរដូវរីឯគុណសម្បត្តិទី7គឺល្អចំពោះសុខភាពស្បែកល្ហុងគឺជាផ្លែឈើមួយដ៏អស្ចារ្យដែលមានប្រយោជន៍សម្រាប់ស្បែកនិងអាចធ្វើជាម៉ាសបិទមុខដើម្បីឲ្យស្បែករបស់យើងមើលទៅស្រស់ស្អាតនិងគ្មានជំងឺដោយសារតែល្ហុងអាចជួយកម្ចាត់ការឆ្លងមេរោគមុនជួយបើករញើសដែលស្ទះនិងបញ្ហាស្បែកផ្សេងៗទៀតសាច់របស់ផ្លែល្ហុងដែលគេហៅថា pen ដែលអាចជួយក្នុងការរំលាយកោសិកាងាប់និងទទួលបានស្បែកស្រស់ស្អាតជាថ្មីចា៎ហើយសម្រាប់អត្ថបទនេះផងដែរ Channel យើងខ្ញុំដកស្រង់ចេញពីគេហទំព័រក្នុងស្រុកសប្បាយចា៎សូមអរគុណអ្នកទាំងអស់គ្នាដែលតែងតែតាមដានក៏ដូចជាគាំទ្រនៅ Channel ចំណេះដឹងសម្រាប់សុខភាពជាថ្មីម្ដងទៀតនាងខ្ញុំសូមអភ័យទោសផងដែររាល់ពាក្យពេចន៍មិនច្បាស់ក៏ដូចជាកំហុសដែលអាចកើតឡើងដោយអចេតនានៅត្រង់ចំណុចណាមួយចា៎សូមអរគុណ